ok អូនខ្ញុំបានមកខាងបោះប្រជាជនខ្មែរយើងនៅក្នុងទីក្រុងអូស្ឡូ Đi là xin thật lắm mẹ កន្លែងដែលពូចនគាត់យកពូចិត្តមកដែកនៅក្នុងថ្ងៃ Valentine ហ្នឹងណាបាទហ្នឹងហើយអាវ៉ាន់នៅក្នុង store នេះសឹងតែ 60% ហើយបោះផ្ទះលេខ2បងប្អូនសួស្តីបងប្អូនតោះថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកដើរលេងនៅក្នុងទីក្រុងអូស្ឡូជាមួយខ្ញុំទាំងអស់គ្នាដំបូងឥឡូវនេះខ្ញុំកំពុងតែនៅមុខផ្សារអាស៊ីអញ្ចឹងយើងទៅឆែកមើលថានៅខាងក្នុងនឹងតម្លៃរបស់គេយ៉ាងម៉េចដែរតោះបងប្អូនទៅមើលជាមួយពូចិត្តទាំងអស់គ្នា Let's go come on ផ្លែមៀនមកប្រអប់នេះ1គីឡូតម្លៃរបស់វា$410បងប្អូនផ្លែមៀននេះមកពីវៀតណាមណាបាទហើយមានផ្លែម៉ាក់ព្រីងម៉ាក់ប្រាំងដែរបងប្អូនមកប្រអប់ហ្នឹង$14ដែរហើយមកកាក់ក៏14ហើយក្តឹបស្វាយបងប្អូននេះក៏គេមានក្តឹបស្វាយដែរណាក្តឹបស្វាយនេះមកប្រអប់ហ្នឹង$14ប៉ុន្តែពូក៏$14ដែរណាបាទស្កានេះ1គីឡូ$24បងប្អូនផ្លែស្វាយនេះ1គីឡូ$25ហើយផ្លែតបែកនេះបងប្អូន1គីឡូ$20ត្បាល់ក្រែនេះ$45នេះនៅក្នុងប្រទេសណ័រវេផ្សារអាស៊ីនេះគឺធំជាងគេហើយនៅនេះក៏មានលក់ថ្លើមឈូកកតុយឈូកស្អីក៏មានដែរបងប្អូនហើយក្នុងកញ្ចប់1គីឡូហ្នឹង$22បកាកកនេះបងប្អូនក្រូចថ្លុងចេះគេមិនមែនលក់មួយទេណាគេលក់1គីឡូតម្លៃ$7ក្រូចថ្លុងនេះ$13ស្ពៃជើងទានេះស្ពៃជើងទាចេះអានេះគេហៅគេបងប្អូនខ្ញុំភ្លេចបាត់ទៅស្អីទេមួយថង់ហ្នឹង$15បងប្អូននេះមួយថង់ហ្នឹង200ក្រាម$4ស្លឹកចេកដោយសារខ្ញុំត្រូវធ្វើបបរគ្រឿងអញ្ចឹងខ្ញុំមកទិញស្រ័យបដោះបងប្អូននេះមួយថង់អញ្ចឹង$2 2កាក់កថ្នោតណាមួយថង់ហ្នឹង300ក្រាមមួយថង់ហ្នឹង3ខាំតម្លៃរបស់វាហ្នឹងតែ$3ស្ករត្នោតប៉ុន្តែនៅក្នុងហ្នឹងក៏មានអវ៉ាន់របស់ចិនខ្លះដែរបងប្អូនដូចជានេះស្ពៃជូចេះអាហ្នឹងយកទៅឆាក៏ឆ្ងាញ់ដែរបងប្អូនទិញស្ពៃជូយកទៅឆាវាចនញ៉ាំម្ដងថ្ងៃហ្នឹងថ្ងៃ Valentine អញ្ចឹងអត់សូវមានមនុស្សទេហើយផ្លូវគេក៏ស្ងាត់ដែរអូនកុំឃើញមេឃអញ្ចឹងបើកថ្ងៃអញ្ចឹងបាទដក15ដៃជើងខ្ញុំនេះឡើងក្រហមមកឲ្យបងប្អូនពូចនក៏ឆ្អល់ឲ្យខ្ញុំដើរទៅខាងនោះតិចខ្លាំងមេឃមានថ្ងៃប៉ុន្តែតិចញាក់សាច់ជាខ្លាំងណាស់ឥឡូវហ្នឹងខ្ញុំនឹងទៅលេងហាងកាហ្វេមួយដែលមានម្ចាស់ហាងជាជនជាតិខ្មែរ Let's go Come with us. Yeah ok